អ្នកខ្លះមានក្រុមហ៊ុនធំប៉ុណ្ណានៃបែរជាទៅអាលាយរសារមនុស្សម្នាក់សារអីគាត់ឡៃខូចចិត្តគាត់មិនមានពេលរកស៊ីអីគាត់ឡៃខូចចិត្តហ្នឹងហើយជួនកាលអារឿងគាត់ត្រឹមត្រូវដល់ពេលអាដៃគូជីវិតរបស់គាត់រៀង develop ចឹងទៅน้องគាត់ទៅ develop មួយហើយគាត់អត់ដឹងទេនេះយ៉ាងដល់ពេលស្រឡាញ់វាទៅមកបាំងវាទៅជាលែងដឹងខុសដឹងត្រូវអាកាមុនផ្សេងអាមុនល្អសោះតែទៅបានមនុស្សម្នាក់យ៉ាប់លេងយកមកទៅយ៉ាប់ទៅមួយគ្នាទៅគេនាំទៅយ៉ាប់ចឹងទៅតែខ្លួនគាត់នាំគេអត់បានទេព្រោះអ្នកដែលដៃគូម្ខាងទៀតគាត់ខ្លាំងជាងអញ្ចឹងគាត់នាំមកយើងអាចធ្វើត្រូវទៅយ៉ាប់បានយើងត្រូវគិតគូរពីចំណុចហ្នឹងឲ្យបានខ្លាំងពីព្រោះយើងម្នាក់រាល់ថ្ងៃនេះជោគជ័យបរាជ័យឈួតឡប់ឬក៏ត្រឹមត្រូវទៅជាមនុស្សដែលចេះដឹងគាត់ដោយសារតែរឿងហ្នឹងដែរលើកឡើងតែខ្ញុំនិយាយចឹងគេលោកថាដូនជីឲ្យលោកសក់ឯងអាហ្នឹងលោកលាចាកគេហៅថាការរស់នៅពីមនុស្សធម្មតាឯងគឺលែងចង់បានអីអាហ្នឹងយើងមិននិយាយទេបានន័យថាលោកអាចលះចិត្តមួយនឹងបានអាហ្នឹងទៅបានតែបើយើងជាមនុស្សនៅត្រូវការប្តីត្រូវការប្រពន្ធត្រូវសិក្សាស្វែងយល់នឹងឲ្យបានមកចប់ពីព្រោះមូលហេតុមិនមែនប៉ះពាល់តែខ្លួនឯងទី1ប៉ះពាល់ទៅខ្លួនឯងទី2ប៉ះពាល់ទៅដល់ក្រុមគ្រួសារឪពុកម្ដាយបងប្អូនទី3ប៉ះពាល់ទៅដល់កូនព្រោះថ្ងៃអ្នកដែលកើតកូនមកហើយអត់ទទួលខុសត្រូវមួយកូននេះកូនទៅឈួតតាលារៀនដោយសារអ្នកណាដោយសារពុកម្ដាយហើយតើរឿងទាំងអស់ហ្នឹងចុងក្រោយប៉ះពាល់ណាប៉ះពាល់សង្គមជាតិទាំងមូលហ្នឹងសង្គមជាតិទាំងមូលហើយពាល់ទៅពីណាទៀតពាល់ទៅពិភពលោកទាំងមូលហ្នឹងចុងក្រោយរស់នៅមួយគ្នាមិនញ៉ៃមិនពេញហ្នឹង